ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ប្រាប់ពីរបៀប hack ដែលចែក Windows របស់ខ្ញុំតាមទៅI'm a touch bashful, you know. Tell me about you. Well, I just started 10th grade, and I'm already the starting center on my JV volleyball team. Outstanding. Tell me, you describe yourself as a teacher. Smashing. Let me transfer you to a private line and we'll get to know each other better. We've got all great stuff coming at you in the duck factory. Don't touch that time.ចាប់តាមធ្វើវាតែម្ដងទៅមុនដំបូងយើងត្រូវ down file វាឬក៏ APK និង file របស់វាយើងអាចចូលទៅតារាយនេះតាមទីតារាយហ្នឹងអាច down នៅក្នុង Play Store បានចុចពាក្យ search មកចុចឲ្យនេះ file នេះហើយយើងអូសមកគ្រឿននេះ file របស់វាបងប្អូនចុចលើ file ហ្នឹងវានឹង download ឲ្យយើងហើយខ្ញុំ download រួចហើយខ្ញុំមិន download ទៀតទេខ្ញុំសូមចូលទៅ ES ហ្នឹងអាច download ក្នុង Play Store បានបងប្អូនពេលដែលយើងចូលមកដំបូងទី ហ្នឹងពេលយើងចូលមកដំបូងចេញមកបែបហ្នឹងចេញអូសមកពីស្ដាំដៃទៅឆ្វេងដៃទៅនឹងចូលពាក្យថា download ពេលយើង download មកនេះជា file របស់វានេះ file របស់វាហើយនេះជា APK របស់វាដំបូងយើងចុចដំឡើងរត់វាមកនេះយើងចុចដំឡើងរត់យើងចុច install វាហើយពេលយើង install រួចយើងចុចdelete វាចោលសិនហើយយើងចុចនេះយើងចុច
file របស់វាជាប់ហើយយើងចុចនេះ move នេះចុចចុច3នេះយើងចុចextract to ចុច extract to នេះ extract to ហើយយើងបាន file នេះយើងចុច extract to ហើយយើងបាន file ចុច extract to វាទៅ extract to ចុចវាចូល extract to ចុច extract to វាហើយចុចនេះ3គ្រើមគេមកហើយចុចនេះសាកយើងសុំទុំគឺខុសយើងចុចលើវាហើយយើងចុចនេះអាទី2នេះហើយយើងចុចលើនេះវាជា OBB អញ្ចឹងយើងចុចវាជាប់មកហើយនេះហើយយើងអូខេវាទៅចុចចុចនេះខើមនេះនេះចូលទៅកាន់ folder Android ចុចលើ OBB ហើយយើងចុចអូខេយើងចុចអូខេហើយយើងនឹងលេងវាបានហើយយើងចុចអូខេតែខ្ញុំធ្វើតាមខ្ញុំចឹងហើយចុចអូខេទៅវានឹងលេងបានហើយអញ្ចឹងយើងពេលដែលយើងធ្វើហើយយើងសាកចូលទៅលេងហ្គេមនឹងតែម្ដងពេលដែលធ្វើការណែនាំដូចបាសខ្ញុំហើយហ្គេមជិះមកមានប៉ុណ្ណឹងទេអរគុណ ជីវិតរបស់ខ្ញុំធ្វើលើកំបោរខ្ញុំខុសក៏មិនសូមអភ័យទោស